បាទថ្ងៃនេះយើងមកបងសណាញ់អូសទៀតហើយយើងមកបងនៅតាមបន្លាយណាហើយត្រីកញ្ចូលគូសំដែរបងប្អូននេះនៅតាមជើងប្រយ៉ងគឺសក្បោះតែម្ដងបងប្អូនគឺថាចូលច្រើនគូសំបងប្អូននេះសតែជាត្រីលេងត្រីរៀលអីចឹងណាហើយនេះគឺជាលទ្ធផលមួយសំណាញ់របស់យើងគឺយើងដោះដាក់ចូលនៅក្នុងកានបងប្អូនគឺថាត្រីច្រើនតែនជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel Mr. Burutu ជា Channel ដែលពាក់ព័ន្ធជាមួយនឹងការនេសាទដោយការប្រើសំណាញ់បងប្អូនសិនជាបងប្អូនចូលចិត្តទេកុំភ្លេចចុច Subscribe ណាឥឡូវខ្ញុំកំពុងតែធ្វើការរៀបចំយកសំណាញ់ទៅបងណាហើយនេះគឺជាពេលព្រឹកនៅបន្លាយគឺថាទេសភាពស្រស់ស្រាយបងប្អូនពេលព្រឹកណាឥឡូវខ្ញុំកំពុងតែធ្វើដំណើរជិះទៅដល់កន្លែងទីតាំងបងសណាញ់ហើយនេះគឺជាបរិវេណដែលយើងត្រូវបងគឺនៅតាមបន្លាយបងប្អូនទឹកនៅទីនេះក៏មិនជ្រៅដែរទឹកត្រឹមជង្គង់ហើយនឹងអាកណ្ដាលត្រឹមឆ្កែឥឡូវយើងដាក់សំណាញ់ទី1របស់យើងអូខេច្រាយទៅហើយបងប្អូនឥឡូវយើងក៏ចាប់ផ្ដើមធ្វើការទាញសំណាញ់ឡើងដើម្បីយកត្រីណាអញ្ចឹងឥឡូវបានត្រីមួយហើយបោះមកលើសិនបងប្អូនទាញតបានប្រហែលផងត្រីនៅលើស្រេចណាឥឡូវយើងធ្វើការទាញថ្នមទាញយឺតបន្ទាប់ពីយើងទាញមកលទ្ធផលរបស់យើងក៏បានមកដល់ហើយបងប្អូនហើយនេះគឺជាត្រីកំពុងតែសលឹងមើលលើមើលក្រោមហើយក៏ជ្រោកវាក៏ជ្រោកឲ្យវាអស់ដីអញ្ចឹងណាបើយើងអត់ក៏ជ្រោកទេដីវាប្រឡាក់នៅត្រីវាជាប់នៅសណាញ់អានេះចាប់ទាញសាច់សណាញ់ឲ្យបងប្អូនមើលត្រីណានេះគឺជាត្រីរបស់យើងបងប្អូនត្រីចូលច្រើនគួរសមដែរបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមដោះវាដាក់ចូលនៅក្នុងកានបងប្អូនហើយប្រភេទត្រីនេះយើងអាចយកទៅស្លម្ជូរស្លប្រហើរឬក៏កាត់ធ្វើប្រហុកបងប្អូនប្រភេទត្រីរៀលណាហើយអ្នកខ្លះគេយកទៅដាក់ឆ្អើរដាក់អីបើសិនជាបានច្រើនណាអញ្ចឹងបន្ទាប់ពីយើងដោះហើយយើងក៏បានរើសវាដាក់ចូលនៅក្នុងកានបងប្អូនញាប់ដៃញាប់ជើងដាក់វាចូលទៅក្នុងកានដើម្បីបន្តទៅបងនៅកន្លែងផ្សេងហើយនេះជាសំណាញ់ទី2របស់យើងហើយយើងបងមិនឆ្ងាយពីគ្នាប្រហែលទេយើងបងនៅជិតគ្នាដែរទេបងប្អូនដោយរាល់ដងបន្ទាប់ពីយើងបងហើយយើងក៏បានទាញវាមកអូខេហើយសំណាញ់ខ្ញុំនេះខ្ញុំអត់ដាក់ខ្សែទេដោយសារតែបន្លាយវាមានទំហំរាងតូចដែរអញ្ចឹងយើងបងហើយយើងក៏ទាញសាច់សណាញ់ទៅរកកន្លែងចំដើម្បីលើកវាមកហើយនេះគឺជាលទ្ធផលត្រីរបស់យើងបងប្អូនសណាញ់ណាក៏សិតតែត្រីដែរបងប្អូនមួយសណាញ់មិនក្រោម10ត្រីទេបន្ទាប់មកយើងក៏ដោះដូចរាល់ដងបងប្អូនដោះដាក់ចូលនៅក្នុងកានណាយើងញាប់ដៃញាប់ជើងដោះដាក់ចូលនៅក្នុងកានដើម្បីបន្តទៅបងនៅកន្លែងផ្សេងចង់ដឹងថាតើមួយថ្ងៃហ្នឹងខ្ញុំបងបានប្រមាណបងប្អូនចឹងកុំភ្លេចតាមដាននេះទៅតែ2សំណាញ់ទេហើយត្រីក៏យើងបានគួរសមដែរបងប្អូននេះចូលដល់សំណាញ់ទី3បងប្អូនបងនៅចិត្តកន្លែងទូកស្មាច់គេណាในការទូកស្មាច់បងប្អូនឥឡូវខ្ញុំកំពុងតែធ្វើការទាញណាហើយយើងទាញថ្នមជឿនដែរយើងមិនហ៊ានទាញខ្លាំងទេបងប្អូនបើសិនជាយើងទាញខ្លាំងទៅអាចត្រីវាចេញចាំជើងប្រយ៉ងណាហើយនេះគេហៅថាជាការប្រភេទបងអូសបងប្អូនបងអូសហើយយើងបងអូសយើងបាទតំបន់ណាដែលមានត្រីទូចហ្នឹងវាចូលទៅបាទតំបន់ណាមានត្រីធំភាគច្រើនវាអត់សូវនៅទេវាបុកចេញតាមជើងប្រយ៉ងលុះត្រាតែនៅទីតាំងហ្នឹងសម្បូរត្រីមែនតើបានវាអាចចូលណាហើយពេលខ្លះវាចូលមួយដែរនឹងត្រីធំវាកិច្ចមិនផុតក៏វាចូលមួយក្បាលពីរក្បាលនៅក្នុងសំណាញ់អូសរបស់យើងណាឥឡូវខ្ញុំកំពុងតែលើកត្រីបងប្អូនមើលនេះតែននេះគឺជាត្រីបងប្អូនចូលគួរសមយើងបងតែមួយថ្ងៃអីអាចបានប្រភេទត្រូអីបងប្អូនអានេះខ្ញុំបងតែមួយផ្លែតទេពេលខ្ញុំតនេពេលព្រឹកឬក៏ពេលល្ងាចភាគច្រើនខ្ញុំបងពេលព្រឹកពេលល្ងាចដោយសារពេលនឹងទៅជាណាបើសិនជាបងពេលថ្ងៃក្តៅមែនតើហើយទូរស័ព្ទរបស់យើងថតក៏លុតដែរបងប្អូនពេលក្តៅគឺទូរស័ព្ទវាបិទអូតូណាបន្ទាប់មកយើងដោះត្រីដាក់ចូលនៅក្នុងកានដូចរដងបងប្អូនបន្ទាប់ពីយើងបងហើយគឺដាក់ចូលនៅក្នុងកានត្រីគឺស្រស់ល្អមែនតើបងប្អូនលោតផ្លេតផ្លោតនៅនឹងសណាញ់ណាហើយយើងកំពុងតែដោះហើយញាប់ដៃញាប់ជើងដាក់ត្រីចូលនៅក្នុងកានអូខេកំពុងតែធ្វើការដោះបងប្អូនហើយបើសិនមានស្មៅមានអីគឺយើងយកស្មៅចាញ់ណាយើងទៅចុះស្មៅចាញ់ដើម្បីកុំឲ្យវាជាប់នៅនឹងសាច់សណាញ់ហើយនៅពេលដែលយើងបងទៅវាតាក់វាអត់ធ្វើឲ្យសណាញ់របស់យើងនឹងបោះអត់បានបែកអញ្ចឹងណាអញ្ចឹងយើងត្រូវដោះឲ្យអស់បន្ទាប់ពីយើងដោះត្រីអស់ហើយយើងនឹងធ្វើដំណើរទៅមុខទៀតបងប្អូនដើម្បីទៅបងនៅទីតាំងផ្សេងមួយទៀតណាអូខេឥឡូវយើងដោះឲ្យអស់សិនបន្ទាប់ពីយើងដោះហើយបានយើងទៅមុខទៀតនេះយើងមកដាក់សំណាញ់មួយទៀតបងប្អូនមកដាក់មួយសំណាញ់ទៀតហើយបន្ទាប់ពីដាក់ហើយយើងចាប់ផ្ដើមទាញបងប្អូននេះត្រីនៅខាងពីលើបងប្អូននេះហើយវាដោលមកលើបងប្អូនត្រីណាពេលដែលយើងទាញមកនៅវាលោតកជ្រោលមកលើណាហើយយើងបោះទៅលើមួយសិនបន្ទាប់មកយើងក៏ទាញធ្វើការទាញវាមកស្បូតចាប់ទាញវាបងប្អូនអូខេឥឡូវកំពុងតែទាញហើយចាំមើលថាត្រីចូលដឹងទៅចូលពេញសណាញ់បងប្អូនដឹងតែចូលពេញសំណាញ់នេះបងប្អូនដូចខ្ញុំថាដែរចូលពេញសំណាញ់តែម្ដងហ៊ីអាសំណាញ់នេះបាននេះមួយទៀតបងប្អូនបានតែផ្ទុកមួយទៀតនេះទីផ្ទុក
ត្រូវជាងមេជើនេះចូលមកខំnày ត្រីផ្ទុកនេះចូលមកខំឲ្យត្រីផ្ទុកនេះលើយើងកំពុងតែធ្វើការយកត្រីដាក់ចូលនៅក្នុងកានបងប្អូនញាប់ដៃញាប់ជើងដាក់ត្រីចូលនៅក្នុងកានបងប្អូនកុំភ្លេចចុច Subscribe មួយផងដើម្បីទទួលបានវីដេអូថ្មីជាបន្តពីរូបខ្ញុំបាទណាអញ្ចឹងឥឡូវយើងមកធ្វើការដោះត្រីបន្តទៀតបងប្អូនឥឡូវយើងដោះញាប់ដៃញាប់ជើងដាក់ត្រីចូលនៅក្នុងកានហើយត្រីនៅក្នុងកានយើងក៏បានគួរសមដែរបងប្អូនចាំមើលលទ្ធផលនៅចុងវីដេអូទាំងអស់គ្នាថាខ្ញុំបានត្រីប្រមាណណាតិចទៀតខ្ញុំនឹងដាក់បង្ហាញលទ្ធផលនៃត្រីដែលយើងបង់រយៈពេល1ម៉ោងណាអូខេនេះគឺជាលទ្ធផលត្រីរបស់យើងបងប្អូនបានកន្លះកានដែរចូលប្រហែលជា 3-4 គីឡូដែរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងជម្រាបលាបងប្អូនទាំងអស់គ្នាបាយបាយ